ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសយើងជាមួយនាងខ្ញុំចាសមួយទៀតចាសប្រាសាទនេះគឺនៅជិតនឹងប្រាសាទប្រែរូបទេបងប្អូនចាសគឺទល់មុខមកខាងផ្លូវម្នាក់ចាប៉ុន្តែយើងជិះចូលក្នុងផ្លូវលំដីក្រហមប្រហែលជា10ម៉ែត្រនៅខាងឆ្វេងដៃចូលក្នុងបន្តិចនឹងឃើញប្រាសាទនេះហើយចាប្រាសាទនេះដែរគឺមានតួប៉មតែមួយទេចានៅឈរក្នុងកណ្ដាលវាលស្រែចាម្ដុំនឹងផ្ទះអ្នកភូមិចាប្រាសាទនេះដែរគឺមានឈ្មោះថាប្រាសាទលាក់នាងចាចំពោះឆ្នាំកសាងនឹងក្នុងរាជស្ដេចអង្គណាគឺគេមិនបានដឹងពិតប្រាកដនោះទេបងប្អូនចាប្រាសាទនេះដែរគឺសាងសង់ឡើងពីឥដ្ឋលាយជាមួយនឹងថ្មភក់ចាថ្មភក់គឺធ្វើជាផ្ដែសសពេជ្រនិងខ្លោងទ្វារចាហើយប្រាសាទនេះដែរក៏មានជាศิលាចារឹកនៅលើជញ្ជាំងនៃខ្លោងទ្វារចូលដែរចាសសពេជ្រចាម្ខាងគឺនៅស្រស់ស្អាតចំណែកម្ខាងទៀតត្រូវរងការបាក់បែកអស់ដោយផ្នែកចានេះគឺជាក្បាច់ចម្លាក់ផ្ដែគឺស្រស់ស្អាតមែនទែនបងប្អូនចាហើយនៅខាងក្នុងគឺយើងឃើញមើលទៅដូចជាមានស្លាកស្នាមនៃការជីកកោះកកាយចាហើយនេះគឺជាศิលាចារឹកនៅនឹងខ្លោងទ្វារនៃប្រាសាទហើយបងប្អូនចាគឺនៅទាំងសងខាងតែម្ដងศิលាចារឹកអក្សរខ្លះក៏យើងមើលទៅស្រដៀងនឹងអក្សរយើងបច្ចុប្បន្នដែរបងប្អូនចានេះគឺត្រង់កន្លែងនេះចាមានការសឹករិចរិលរលុបកន្លែងខ្លះក៏យើងមើលឃើញច្បាស់កន្លែងខ្លះក៏យើងមើលមិនសូវច្បាស់ចាហើយប្រាសាទលាក់នាងនេះដែរពិតមែនទៅនៅចិត្តនឹងប្រាសាទចាប្រែរូបដែលជាប្រាសាទមួយល្បីក្នុងតំបន់អង្គរដែរប៉ុន្តែមិនសូវមានភ្ញៀវគាត់ចាប់អារម្មណ៍បានមកទស្សនាប្រាសាទលាក់នាងនេះទេដោយសារតែទីមួយគឺបងប្អូនគាត់មិនស្គាល់ហើយណាមួយមិនមានស្លាកសញ្ញាដាក់នៅខាងមុខផងចាម្យ៉ាងវិញទៀតគឺប្រាសាទទូចាមានតួប៉មតែមួយអញ្ចឹងបងប្អូនខ្លះគាត់អញ្ជើញទៅទស្សនាតែប្រាសាទធំចាអញ្ចឹងបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាប្រាសាទលាក់នាងនេះផងចាដើម្បីជាការលើកស្ទួយនិងគាំទ្រដល់ស្នាដៃរបស់បុព្វបុរសខ្មែរយើងចាអរគុណច្រើនបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននូវវីដេអូថ្មីចាពេលនេះនាងខ្ញុំក៏សូមអរគុណសូម